តើអ្វីទៅជាបុគ្គលតាក់ទិនមូលនិធិចែកលេខចំណេះដឹងអំពីពន្ធដារអូខេបុគ្គលតាក់ទិនមានន័យថាអ្នកឬសហគ្រាសដែលមានទំនាក់ទំនងជាមួយនឹងអ្នកជាប់ពន្ធក្នុងរបៀបដែលមានអត្ថប្រយោជន៍ទៅលើការសម្រេចចិត្តហិរញ្ញវត្ថុនិងប្រតិបត្តិការនានាស្របតាមច្បាប់ពន្ធដារយើងអាចធ្វើការវិនិច្ឆ័យតាមចំណុចសំខាន់ៗដូចខាងក្រោម1សមាជិកក្នុងរង្វង់សាច់ញាតិរបស់អ្នកជាប់ពន្ធ2សហគ្រាសដែលមានការគ្រប់គ្រងជាមួយគ្នាដោយផ្ទាល់ឬដោយប្រយោលអូខេខាងក្រោមនេះជាឧទាហរណ៍សម្រាប់ការបញ្យល់បន្ថែមឲ្យកាន់តែច្បាស់ឧទាហរណ៍ទី1សហគ្រាសមួយគ្រប់គ្រងទៅលើសហគ្រាសមួយទៀតដែលជាអ្នកជាប់ពន្ធនៅក្នុងប្រទេសកម្ពុជា2សហគ្រាសទាំងពីរស្ថិតនៅក្រោមម្ចាស់តែមួយ3សហគ្រាសឬក៏អង្គភាពដែលមានទំនាក់ទំនងជាមួយនឹងសាខាឬក៏ក្រុមហ៊ុនមេនៅក្រៅប្រទេសការគ្រប់គ្រងមានន័យថាការកាន់កាប់ភាគហ៊ុនឬសិទ្ធិបោះឆ្នោតចាប់ពី 20% ឡើងទៅហើយពេលដែលគិតភាគហ៊ុនហ្នឹងគឺត្រូវបូករួមជាមួយនឹងភាគហ៊ុនខ្លួនឯងផ្ទាល់ក៏ដូចជាភាគហ៊ុនពីប្តីឬប្រពន្ធផងដែរចំណុចសំខាន់បន្ថែមបើទោះជាសិទ្ធិកាន់កាប់ភាគហ៊ុនទៅជា 20% អគ្គនាយកដ្ឋានពន្ធដារក៏មានសិទ្ធិវិនិច្ឆ័យតាមទស្សនវិជ្ជាជាក់ស្ដែងដើម្បីសម្រេចថាតើក្រុមហ៊ុនមានការគ្រប់គ្រងឬក៏អត់ដូច្នេះការយល់ដឹងពីបុគ្គលតាក់ទិនគឺសំខាន់ណាស់សម្រាប់ការគោរពច្បាប់ពន្ធដារនិងការជៀសវាងហានិភ័យពន្ធផ្សេងៗចុចតាមដានដើម្បីទទួលបានចំណេះដឹងថ្មីបន្ថែមទៀតទាក់ទងជាមួយនឹងពន្ធដារ